Hello ជំរាបសួរសួស្តីទាំងអស់គ្នាចាស្វាគមន៍សម្រាប់អ្នកដែលកំពុងតែមើលវីដេអូនេះសម្រាប់វីដេអូនេះយើងមកមើលរាសីណាសម្រាប់អ្នកឆ្នាំវកនៅក្នុងខែ11នេះថាតើគាត់នឹងជួបរឿងអីល្អរឿងអ្វីដែលគាត់គួរតែជៀសវាងនៅសម្រាប់ខ្លួនគាត់ដែរចាអញ្ចឹងយើងមើលអំពីគោលនៅក្នុងខែ11មើលសម្រាប់អ្នកឆ្នាំវកចាពាក់ព័ន្ធនឹងអីគេ The Star ណា The Star អូយ៉ាល្អមែនតើណានៅក្នុងខែ11នេះពាក់ព័ន្ធជាមួយនឹងអ្នកដែលចូលចិត្តដើរយប់ណាអាចនឹងជួបមនុស្សស្រីស្អាតនៅក្នុងពេលរាត្រីសម្រាប់អ្នកជាស្ត្រីវិញយើងនឹងខ្លាចជាមនុស្សស្រីម្នាក់ដែលជាទីចាប់អារម្មណ៍ជាមួយមនុស្សផ្សេងទៀតគេហៅ The Star ណាតារារះនៅលើមេឃដែលមើលទៅលេចធ្លោចាភាពស្រស់ស្អាតភាពមានពន្លឺរបស់យើងនឹងចែងចាំងនៅក្នុងខែ11នេះចាឥឡូវយើងមើលពីរឿងការងារសម្រាប់អ្នកឆ្នាំវកចាឃើញថាយ៉ាងណាដែរចាសម្រាប់អ្នកឆ្នាំវកវិញណាឃើញថាសម្រាប់អ្នកដែលធ្វើការណាឃើញថានៅក្នុងខែ11នេះការងារយើងដំណើរការល្អមានការគ្រប់គ្រងពីមេយើងណាមិនជាមេប្រុសរបស់យើងគឺឃើញល្អប្រសើរច្រើនហើយនៅក្នុងនេះដែរសម្រាប់អ្នកដែលជាមនុស្សប្រុសអាចនឹងមានការឡើងតំណែងទូនាទីណានៅកន្លែងការងាររបស់យើងចាការងារយើងមួយរយៈនេះរៀងហត់ច្រើនគឺអត់សូវបាននៅមួយកន្លែងទេការងារដើរច្រើនចាប៉ុន្តែมันជាអាក្រក់ទេมันជាបញ្ហាទេណានៅចាប់ពីពាក់កណ្ដាលខែឡើងទៅការងារមានការគាំងឲ្យយើងត្រូវដោះអញ្ចឹងណាបើសិនជាការងារឬក៏ការរកស៊ីរបស់យើងរៀងគាំង 3-4 ថ្ងៃអីកុំបារម្ភវាត្រូវតែជួបបែបហ្នឹងណាជាពីពាក់កណ្ដាលខែទៅអាចថ្ងៃ14អីឡើងទៅណាចាមានការគាំងតិចតួចឬមុខរបរដូចជាលក់ចឹងក៏លក់ដាច់ចឹងសាប់ពេលដល់ថ្ងៃ14ឡើងទៅមានអារម្មណ៍ថាមិនក៏លក់លេងដាច់ចឹងមិនក៏គាំងប្រហែលជា4ថ្ងៃបានយើងអាចឃើញថាគ្រប់យ៉ាងវាល្អប្រសើរឡើងមកវិញហើយក្នុងនេះដែរសម្រាប់អ្នកដែលឃើញថាធ្វើការក៏ដូចអីវាមានបញ្ហាគាំងដោយសាររឿងបវលលុយទេសួរថាគាំងអីគាំងដោយសារលុយយើងអត់ចរន្តអត់តាន់ល្អអញ្ចឹងទៅវាមានការគាំងជាមួយមុខរបរការងាររបស់យើងអីចឹងទៅណាប៉ុន្តែมันជាបញ្ហាយើងអាចដោះបានណាហើយគាំង 4-5 ថ្ងៃគឺអូខេហើយចាអញ្ចឹងឃើញថាការងារมันជាបញ្ហាទេណាអត់មានអីធ្ងន់ធ្ងរទេចាឥឡូវយើងមើលរឿងលុយកាក់វិញលុយកាក់យ៉ាងណាដែរណាចូលដើមខែ11លុយកាក់របស់យើងឃើញថាអត់អីទេណាយើងការងាររកស៊ីលក់ដូរអីចឹងទៅឃើញថាល្អលក់បានជាធម្មតាមិនឲ្យជាពិបាកមិនឲ្យជាតឹងតែងចាមានលក់ដូរដាច់មានណាមានន័យថាលក់ដូរបានចាมันជាកង្វល់ណាការរឿងពាក់ព័ន្ធជាមួយការងាររកស៊ីរបស់យើងចាអញ្ចឹងយើងមើលបន្តទៀតពាក់ព័ន្ធជាមួយលុយកាក់យើងហ្នឹងហើយយើងបារម្ភដែរពាក់ព័ន្ធជាមួយនឹងការងាររឿងលុយកាក់ណាក្នុងនេះហាមឲ្យលុយគេខ្ចីហាមយកលុយទៅប្រដាក់ទុនរកស៊ីដាច់ខាតហើយនឹងមានការកុហកបោកប្រាស់បើមានគេបបួលចូលហ៊ុនអីឬក៏គេលួងលោមបែបត្រូវទៅចំណាយលុយអីកុំប្រយ័ត្នប្រយែងប្រយ័ត្នចាញ់បោកគេណាចាប្រយ័ត្នមានបញ្ហារឿងលុយខូចគេឈ្មោះដោយសាររឿងលុយដែរនៅក្នុងហ្នឹងណាចាមួយទៀតឃើញថាលុយណាដែលយើងត្រូវពវល់យើងអាចលើកដាក់បានពី A ទៅ B ពី B ទៅ C អីលើកដាក់បានប៉ុន្តែការដែលលើកដាក់នោះវាជាការលើកដាក់មួយដែលវាមិនមែនជារឿងដែលល្អទេបានន័យថាលើកដាក់បាត់តឹងតែងណាចាលើកដាក់បានប៉ុន្តែបាត់ជាលក្ខណៈតឹងតែងអញ្ចឹងសម្រាប់អ្នកឆ្នាំពកណាខ្ញុំហាមទៀតទី1ពាក់ព័ន្ធជាមួយការយកលុយទៅរកស៊ីឲ្យគេខ្ចីឬទៅខ្ចីលុយគេយកមករកស៊ីហាមដាច់ខាតទី2ទៀតអាចនឹងមានការខូចកិត្តិយសគេឈ្មោះពាក់ព័ន្ធជាមួយនឹងលុយកាក់ដែរចូលប្រយ័ត្នប្រយែងនៅក្នុងចំណុចនេះណាចាអញ្ចឹងយើងមើលពាក់ព័ន្ធជាមួយនឹងស្នេហាវិញយ៉ាងណាដែរណាឃើញថាស្នេហាណាយើងដូចជាសម្រាប់ជីវិតប្តីប្រពន្ធយើងត្រូវមានការអស់លុយឱកាសដោយសារតែប្តីប្រពន្ធយើងណាឲ្យលុយឲ្យយើងទៅខ្ចីលុយឲ្យគេឬក៏ថាយើងមានបញ្ហាដោយសារតែយកលុយអ្នកដតីហ្នឹងមកជួយសង្សារឬក៏ប្តីអីអញ្ចឹងទៅណាមានការពិបាកចិត្តនៅក្នុងទំនាក់ទំនងស្នេហាណាខ្វល់ចិត្តមនុស្សឆ្នាំវោហិង្កម្មបន្តិចខ្វល់ចិត្តនៅក្នុងទំនាក់ទំនងស្នេហាណាអត់សុបាយចិត្តនៅក្នុងទំនាក់ទំនងស្នេហាចាអូខេក្នុងនេះសម្រាប់បរោះណាឃើញថាយើងនឹងជួបមនុស្សស្រីដែលល្អប្រកែណាចូលមកពាក់ព័ន្ធនៅក្នុងជីវិត
បើសិនជាយើងកំពុងតែមានបញ្ហាកាំងរឿងលុយអីឃើញថាមានមនុស្សស្រីចូលមកជួយហើយក្នុងន័យស្នេហាចូលមកជួយយើងណាចាឃើញថាអ្វីដែលយើងរំពឹងទុកពីដៃគូស្នេហាយើងឃើញថាបានជាពិសេសមនុស្សប្រុសអាចមានរឿងល្អច្រើនជាងមនុស្សស្រីនៅក្នុងខែ11នេះហើយបើសម្រាប់មនុស្សស្រីវិញឃើញថាជាងពិបាកចិត្តខ្វល់ចិត្តច្រើននៅក្នុងតំណែងស្នេហាបន្តិចហើយចាហ្នឹងហើយក៏អត់ទាន់បានជួបមនុស្សប្រុសណាដែលយើងពេញចិត្តមនុស្សប្រុសណាដែលល្អដែរណាចាសម្រាប់អ្នកដែលមានដៃគូជីវិតស្នេហាត្រូវខ្វល់រឿងលុយស្នេហាខ្វល់រឿងលុយមួយគ្នាចាបើមនុស្សប្រុសវិញអាចនឹងជួបមនុស្សស្រីល្អអញ្ចឹងវាអបស៊ីតគ្នានៅក្នុងចំណុចមួយនឹងដែរអញ្ចឹងអរគុណច្រើនមែនតើសម្រាប់អ្នកឆ្នាំវកណាជូនពរសំណាងល្អជួបគ្នាវីដេអូក្រោយទៀតណាបាយបាយ